ស្ពានថ្មដែលរឹងមាំដែលប្រជាពលរដ្ឋនៅភូមិតាពាំងរាំងបានរួបរวมសាមគ្គីគ្នាដើម្បីធ្វើស្ពានមួយនេះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅមើលផ្លូវដែលភូមិតាពាំងរាំងបងប្អូនប្រជាពលរដ្ឋលោកមេភូមិអនុភូមិសមាជិកភូមិផងនិងបងប្អូនប្រជាពលរដ្ឋនៅភូមិតាពាំងរាំងបានធ្វើផ្លូវកាលពីឆ្នាំកន្លងទៅឆ្នាំ2025ឥឡូវយើងទៅមើលទាំងអស់គ្នាថាឥឡូវយ៉ាងម៉េចហើយតោះយើងធ្វើដំណើរទៅទាំងអស់គ្នាកាលមុនដើរបងប្អូនទាំងអស់គ្នាឥឡូវនឹងជិះម៉ូតូម្ដងបងប្អូនហ្នឹងហើយព្រួយនាំបងប្អូនទៅដល់ឲ្យដល់ចុងភូមិឲ្យដល់ចុងផ្លូវតែម្ដងផ្លូវហ្នឹងធ្វើដំណើរទៅត្រង់ទៅជាចាបងប្អូនទាំងអស់គ្នាសារនេះគេប្រមូលផលអស់មួយសារហើយបងប្អូនទាំងអស់គ្នាតែយើងងាកមកខាងនេះទៅឃើញមានពោតដែរហើយអំពៅហ្នឹងផ្ទះលោកសមាជិកភូមិដាំអំពៅលក់ដាំអំពៅហ្នឹងខួបប្រាំងខួបអាសាហ្មងហើយបកែណាអាសានោះអាសាតែខែហ្នឹងអញ្ចឹងរៀងទឹកតិចឯងបងប្អូនអើយហ្នឹងហើយបន្លាយអត់មានទឹកទេព្រោះខានភ្លៀងយូរតែអំពៅនៅតែល្អអំពៅណាជាប់អំពៅហ្នឹងទៅមានពោតមានអីទៀតហើយក៏មានអានងមានអីដែរតែផ្លូវហ្នឹងកាលមុនយើងជិះផ្លូវម៉ូតូឯណាកាលមុនផ្លូវម៉ូតូល្មមមកកង់ម៉ូតូហ្នឹងឥឡូវឃើញថាផ្លូវបានធំល្អហើយប៉ុន្តែគ្រាន់ថាមិនទាន់អាលងអីទេណាតែយើងអាចបើកឡានបានទៀតទៅចាដូចថាចូលយកអីវ៉ាន់ចូលអីហើយយើងទៅមើលស្ពាននៅខាងមុខកាលមុនហ្នឹងអូយស្ពានហ្នឹងដើរចង់ធ្លាក់ហ្មងហើយបងប្អូនអើយតែឥឡូវនេះធ្វើស្ពានរួចហើយនេះអើយលោកសមាជិកភូមិគាត់នាំទៅមើលធ្វើស្ពាននេះបងប្អូនអរគ្នានេះស្ពានណានេះម្ដុំស្ពានហ្នឹងមានទឹកណាចាំម្ដងស្ពានហ្នឹងគេຕົកទឹកបានតានេះណែធ្វើហើយប៉ុន្តែមិនទាន់ហើយ100%ទេនៅរីថាមកកង់ម៉ូតូណែបងគោយន្តអីបើកបានគោយន្តអីបើកបានហ្នឹងហើយបើកចំមីវាហ្នឹងចាអញ្ចឹងណែបងប្អូនអើយដើមកស៊ូដើមអីណែលហលហាយមានស្រូវទេនៅស្រូវគេទុំច្រូតទៀតនៅម្ដុំនេះស្អាតណាស់ណែផ្លូវមកមួមបរោយហ្នឹងណាតសរោងបុនអញ្ចឹងហ៎តសរោងបុនចាចូលទៅយើងយកមកតម្រីអូទេសភាពស្អាតណាស់នេះភូមិចឹងយើងទៅធ្វើដំណើរទៅស្រួលណាស់ឡានកូនឡានគោយន្តហ្មងមកជីប្រយហ្មងដឹកអីវ៉ាន់ដឹកអីយើងមិនបាក់ដូចពេលមុនទៀតទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ